យកឲ្យបានតំណាងក្រុមឲ្យក្រុមទី7ដែលមានលើឈ្មោះខាងក្រៅគឺចំនួន10នាក់ហើយខ្ញុំថ្ងៃនេះខ្ញុំមានប្រធានបទមួយគឺប្រទេសចុងដឡងសេហ្វាការការពារខួរក្បាលមុននឹងឈានទៅដល់ការលំបាត់ទៀតគឺដំបូងយើងត្រូវដឹងថាតើការការពារខួរក្បាលថាតើខួរក្បាលនឹងត្រូវមានរចនាសម្ព័ន្ធនេះខ្លះលេសេលីម៉ងសំខាន់របស់ខួរក្បាលមានដូចជា servo diaphragm ត្រង់ cerebral ហើយនឹងsegule គឺជាសេលីម៉ងសំខាន់របស់វាហើយនេះគឺជាប្លង់ទាំងអស់គឺមាន5ចំណុចទី1គឺ objective នៃ position របស់ Sifa ទី2គឺ generality លក្ខណៈទូទៅទី3គឺ meaning ដែលយើងបកប្រែថាជាស្រាមគូហើយ LCA legacy follow tracia ហើយទី5គឺ barrier hematoencephalic ទី1យើងចូលដល់ objective ក្នុងនេះគឺមាន objective ទី1គឺចង់ឲ្យអ្នកទាំងអស់គ្នាយល់ពី lesion pour la protection de l'encéphale ចង់ដឹងថាតើមានសមាសធាតុអីខ្លះដែលជាអ្នកការពារខួរក្បាលរបស់យើងទី2គឺឲ្យយើងដឹងពី la structure anatomique ហើយនឹង function របស់វា function របស់មេណាទី3គឺឲ្យអ្នកទាំងអស់គ្នាយល់ពី la formation ហើយនឹង role របស់ LCA ត្រូវដឹងថាតើ LCA បង្កើតពីណាហើយវា role របស់វាអ្វីខ្លះ LCA ទី4គឺឲ្យអ្នកទាំងអស់គ្នាយល់ពី role របស់ barrier hematoencephalic វានឹងមានន័យទីមួយសំខាន់ដែរសម្រាប់ការពារនៃ encephale របស់យើងទី2គឺចូល generality លក្ខណៈទូទៅរបស់វាទី1encephale គឺវាការពារដោយទី1គឺឆ្អឹងលាងក្បាលយើងដឹងថាឆ្អឹងលាងក្បាលគឺជាកាវិតេមួយដែលរឹងជាងគេដែលការពារពីខាងក្រៅអញ្ចឹងវាមានលក្ខណៈសំខាន់ជាងគេដែលការពារពីក្រៅនៃខួរក្បាលរបស់យើងទី2គឺមេណាំងគឺស្រោមខួរដែលយើងនិយាយមិនថាស្រោមខួរវាមាន3ស្រទាប់ទៀតវាមាន2មាវាមាន arachnoid ហើយនឹងdermis ទី3គឺ liquid cephalorachidea ឬគេហៅពាក្យសាមញ្ញថា LCA គឺវាមានន័យសំខាន់ដែរក្នុងការការពារនៃខួរក្បាលរបស់យើងទី4គឺ barrier hematoencephalic គឺជារនាងមួយរវាង hemato មកពាក្យថាសំហើយ encephale គឺ encephalic គឺមកពាក្យថា encephale គឺខួរក្បាលគឺជារនាងមួយរវាងខណ្ឌរវាងឈាមហើយនឹងខួរក្បាលរបស់យើងទី3គឺចូលដល់មេណាំងគឺជាអង្គវិលប់មួយគឺជាស្រោមមួយដែលការពារនៅ system nervous central យើងដឹងថា system nervous central យើងមានអ្វីខ្លះ system nervous central របស់យើងគឺមាន servo មួយមាន encephale មួយបូកនឹង molepinia អញ្ចឹងមេណាំងនឹងគឺការពារនៅ system nervous central យើងគឺការពារទាំងខួរក្បាលការពារទាំងមាល់ទៀតអញ្ចឹងវាមានន័យទីសំខាន់ក្នុងការការពារនៃ system nervous central របស់យើងដែលពាក្យថាមេណាំងនឹងខ្លាំងពីពាក្យក្រិចដែលវាស្មើទៅនឹងពាក្យថាមុំប្រាំងមេណាំងគឺស្មើនឹងពាក្យថាមុំប្រាំងហើយមេណាំងនេះគឺមានរហូតដល់3ស្រទាប់ទៀតគឺស្រទាប់ខាងក្រៅគេគឺ dermis ដែលនៅក្នុង dermis ហ្នឹងគឺគេចែកចេញជាពីរស្រទាប់ទៀតគឺ foyer externe និង foyer interne គឺស្រទាប់ក្រៅនិងស្រទាប់ក្នុងហើយទី2គឺ arachnoid គឺជាស្រទាប់បណ្ដាគេដែល arachnoid គឺគេឃើញមាន element សំខាន់ទៀតគឺ espace sudiral មួយហើយនិង velocity arachnoid ពាក្យថា velocity ហ្នឹងគឺដូចជា steel អញ្ចឹង velocity arachnoid ហ្នឹងគឺវាមានន័យទីធ្វើឲ្យ liquid LCA យើងមានចលនាហើយស្រទាប់ក្នុងគេបង្អស់គឺ2មាដែលមានជីស៊ុយ conjunctive សំខាន់នៅក្នុងនោះហើយយើងថានៅចន្លោះស្រទាប់ arachnoid ហើយនឹង2មាគឺវាមាន liquid LCA គឺវាស្ថិតនៅចន្លោះស្រទាប់ arachnoid ហើយនឹងស្រទាប់2មាដែលគេហៅថា espace subarachnoid យើងហើយចូលដល់ទី3គឺ liquid cephalorachidea ឬក៏គេហៅសាមញ្ញថា LCA ដែលនៅក្នុងនោះយើងដឹងថា LCA គឺវាបង្កើតឡើងមកពី Fricis de Chaker ventricule មានន័យថាវាផលិតចេញពី Fricis coreid របស់យើងគ្រប់ ventricule ទាំងអស់ ventricule របស់យើងគឺទាំងអស់មាន4គឺទី1គឺ ventricule lateral ដែលវាមាន2ឬគេហៅថា ventricule lateral ក៏បានដែរដែលវាស្ថិតនៅ subcortical ទី2 ventricule atrial ventricule ដែលវាស្ថិតនៅក្នុង diaphragm ហើយនឹងទី4គឺ Cationian ventricule ដែលវាស្ថិត
ដែលវាស្ថិតនៅក្នុងត្រង់សេរីផ្ដើមនៅក្បែរសេកលេវា race of pay គឺវាស្រូបវិញតាមរយៈ system banner វាផលិតចេញពី Fixie Korean ប៉ុន្តែវាត្រូវបានស្រូបយកទៅវិញដោយ system banner ឬក៏ Cynic banner សេរីផ្ដើមនៅត្រង់ណាគឺនៅត្រង់ niveau velocity adaptation យើងដែលយើងថាមិន velocity adaptation យើងគឺវាមាននីតិធ្វើឲ្យ liquid oxygen នឹងវាមានចលនាអញ្ចឹងវាបក់ដើម្បីទៅកាន់ system banner ដើម្បី raise up pay វិញដើម្បីស្រូបយកទៅវិញថាវាស្រូបយកដើម្បីអីព្រោះ oxygen នឹងវាមានសារធាតុចឹងដល់ពេលដែលខួរក្បាលរបស់យើងប្រើអស់ហើយវានឹងស្រូបយកទៅវិញដើម្បីយក liquid oxygen ថ្មីទៀតដើម្បីយកមកឲ្យខួរក្បាលរបស់យើងហើយ volume របស់វា volume start របស់វាគឺ 150 ml volume របស់វា 150 ml ដែល volume គូរ៉ង់នៅក្នុងមេណាំងរបស់យើងប៉ុន្តែវាផលិតចេញមួយថ្ងៃពី 900 ទៅ 1200 ml យើងឆ្ងល់ថាវាមានតែ 150 ml ទេ volume គូរ៉ង់វាប៉ុន្តែវាផលិតមួយថ្ងៃដល់ទៅ 900 ទៅ 1200 ml សួរថាតើអានឹងវាលើសបាត់ទៅណាគឺវាត្រូវ resolve វិញឯងដោយសារ system banner ឬក៏ Cynic banner cerebral វាត្រូវស្រូបយកទៅវិញដើម្បីបណ្ដូរឲ្យមានvolume មួយ start គឺ 150 ml ហើយយើងថាដូចខ្ញុំបាននិយាយពីលើមកវិញតែវានៅណាគឺវានៅចន្លោះសន្ទាប់ពីមៀនិងសន្ទាប់ arachidonic ដែលហៅថា espace មួយគឺ espace sub arachidonic យើងវាចរន្តរបស់វាគឺវាស្ថិតនៅដោយសេរីនៅក្នុងវងតិគាលរបស់យើងដែលយើងថាមិញវងតិគាលមានរហូតដល់4នោះគឺវាស្ថិតនៅជាសេរីទីហ្មងនៅក្នុងនោះហើយ velocity arachidonic យើងគឺវាធានានៅលំហូរវាធានានៅលំហូរនៃ oxygen ទៅកាន់ឈាមអញ្ចឹងវាន័យថាvelocity arachidonic យើងនឹងគឺវាមាននីតិបក់លំហូរនៃ oxygen ទៅកាន់ឈាមវិញហើយនឹងរក្សាឲ្យមាន volume start គឺ150 ml នឹងគឺវារក្សាឲ្យមាន volume start នៅក្នុងនោះហើយនេះគឺជារូបមួយដែលយើងពុះខួរក្បាលចេញមកហើយយើងបរិចវាធំនេះគឺជាសន្ទប់ដែលយើងដាក់ស្បែកបន្ទាប់មកគឺ period គឺស្រោមសម្បកឆ្អឹងបន្ទាប់មកគឺ odigram ដែលយើងនិយាយថាមិញវាមានន័យទីសំខាន់ការពារដែរ odigram បន្ទាប់មកបានយើងដល់មេណាំងដែលនេះជាសន្ទប់ក្រៅឌីរ៉ាមៀដែលមានពីរសន្ទប់ទៀតឃើញអត់សន្ទប់ foyer extend និង foyer interne មានពីរសន្ទប់ទៀតហើយនៅសន្ទប់មួយទៀតគឺសន្ទប់កណ្ដាលនេះសន្ទប់កណ្ដាល velocity arachidonic យើងនេះគឺជា velocity arachidonic យើងដែលនេះវានឹងបក់ចូលទៅកន្លែងនេះព្រោះ Q នេះគឺ system banner ឬក៏ Cynic banner ដែលគេស្រូបយកទៅវិញនេះគឺធម្មតា liquid oxygen គឺនៅក្នុងនេះប៉ុន្តែក្នុងនេះអត់ទាន់មានទេវានឹងបក់ចូលទៅវិញដើម្បី resolve ដើម្បីស្រូបយកទៅវិញនេះគឺជាសន្ទប់កណ្ដាលដែលយើងថាវាមានសំខាន់គឺarachidonic ហើយនិង espacio-diral នេះដែលសំខាន់ต่อមកគឺសន្ទប់ទី3គឺពីមៀដែលវាស្រោបទៅលើសាច់ខួរក្បាលរបស់យើងម្ដងគឺវាស្រោបទៅលើសាច់ខួរក្បាលរបស់យើងហើយយើងថាមិញវារត់ទៅណា oxygen គឺវារត់កាត់នៅ espacio-arachidonic យើងគឺវារត់នៅនឹងរត់ចុះរត់ឡើងនៅនឹងហើយនេះគឺជាវងតិគាលដែលខ្ញុំបាននិយាយមិញនេះគឺជាវងតិគាល lateral ពីរនឹងហើយនេះគឺជា trochium ventricle ហើយនិង catrium ventricle ដែលនេះគឺជា ventricle lateral ដែលវាផលិតហើយវានឹងហូរចូលទៅក្នុង trochium ventricle តាមទ្រូងមួយគេហៅថា true de Monro ទៅមកវាហូរពី trochium ventricle ចុះមកតាម true de Losca មករហូតដល់ catrium ventricle បន្ទាប់មកបានវាបង្ហូរចេញពី ventricle របស់យើងតាមរយៈទ្រូងមួយគេហៅ true de Magendie ហើយនេះគឺជា flexus ដែលយើងថា flexus ហ្នឹងវានៅក្នុងវងតិគាលទាំង4របស់យើង flexus វានៅក្នុងវងតិគាលយើងទាំង4ហើយគឺយើងពុះយកតែ flexus ដើម្បីមើលចេញពីវងតិគាលគឺរូប flexus ហើយនេះគឺជាសរសៃឈាមដែលដឹកនាំឈាមហើយកណ្ដាលនេះគឺជាពីរមាសដែលនេះគឺជាកូនខ្ញុំទេយើងដឹងថា role របស់ ependymosis ដែលយើងរៀនតាំងពីដើមមក role របស់ ependymosis role សំខាន់របស់វាគឺបង្កើត oxygen វាមានន័យចូលរួមបង្កើត oxygen និង facilitate oxygen វាចូលរួមបង្កើត oxygen ដែរគឺ cellular ependymosis យើងមើល cellular ependymosis
ហាក់វាដូចជាមកប្រាណមួយដល់ពេលដែលឈាមហូរមកនោះវានឹងច្រោះបានហើយលីគីតនឹងគឺជាលីគីត cefalorrachidia ឬក៏ LCA នឹងដែលវាមានអីខ្លះដែលយើងច្រោះមកវាមានដូចជា glucose អុកស៊ីហ្សែនវីតាមីនមួយចំនួនហើយពួកអ៊ីយ៉ុងមួយចំនួនដូចជាសូយ៉ូមក្លអីជាដើមហើយសាលៀននេះគឺវាក៏មាននីតិដែរគឺវាធ្វើឲ្យ LCA ក៏មានចលនាដែរដោយសារតែមានរុយនេះដូច velocity នឹងហើយយើងចូលដល់ role របស់ role principal របស់ LCA ក៏វាមាន role របស់វាដែរ role សំខាន់របស់វាគឺសំខាន់ណាស់សម្រាប់ខួរក្បាលរបស់យើងគឺវាជាអ្នកការពារមួយដ៏សំខាន់ដែរទី1គឺវា protection mechanic វាការពារ mechanic មិនឧទាហរណ៍ថាយើងមាន accident គ្រោះថ្នាក់ចរាចរណ៍មួយអញ្ចឹងវាការពារនៅត្រង់ប្រទេសគឺត្រង់ប្រទេសក្រានញ៉ែវាមានទីទប់ខួរក្បាលយើងអត់ឲ្យប៉ះទៅនឹងឆ្អឹងខួរក្បាលយើងដែលធ្វើឲ្យមានការខូចខាតនោះទេអញ្ចឹងវាមានទីជួយការពារដែរគឺការពារមិនឲ្យត្រង់ប្រទេសដែលប៉ះទៅលើខួរក្បាលយើងដែលអាចធ្វើឲ្យមានការខូចខាតនៃខួរក្បាលរបស់យើងទី2គឺវាការពារ regulation de la pression អត្រាក្រានញ៉ែគឺវាមានទីការពាររក្សានូវសម្ពាធនៅក្នុងខួរក្បាលយើងឲ្យស្តាប់បើសិនបើជាមានមេណាំងឈីតគឺយើងអត់មាននៅក្នុងខួរក្បាលយើងគឺ pression របស់យើងគឺអត់ស្តាប់ទេដល់ពេលដែលមានមេណាំងឈីតហើយទី3គឺ protection contre les infections និយាយថា LCA ក៏វាមានទីការពារការឆ្លងដែរនិយាយថាដោយសារអីដោយសារនៅក្នុង LCA នោះក៏វាមានglobule blanche ហើយវាក៏មានlactose ដែរពីព្រោះនេះបានសេថាវាមាន globule blanche ហើយនឹងមាន lactose ដែរដែលវាអាចជា macrophage ដែរសម្រាប់មេរោគដែលតិចតួចដែលចូលទៅដល់មេណាំងហើយវាជាអ្នកដឹកនាំនៃអរម៉ូនវាអ្នកដឹកនាំអរម៉ូនហើយនឹងអាហារដែរទៅកាន់ខួរក្បាលរបស់យើងហើយវាបញ្ចេញចោលនៅ substance toxic សារធាតុពុលនៅពេលដែលយើងគេងវានឹងបញ្ចេញទៅសារធាតុ toxic ទៅវិញហ្នឹងហើយបានគេឲ្យយើងមានពេលសម្រាប់ខ្លះដើម្បីគេងសម្រាប់ខាងគេចូលចំណុចទី5គឺ barrier hemato-encephalic barrier hemato-encephalic យើងតាឈាមចរន្តឈាមរត់គឺវារត់នៅក្នុងកាពីយាដែលនៅក្នុងខួរក្បាលរបស់យើងនៃ neuron មាននៅទៅដល់3សន្ទាប់វារត់កាត់នៅក្នុងកាពីយាមាន3សន្ទាប់នោះទាំង3ហ្នឹងហើយគេហៅថា barrier hemato-encephalic យើងដឹងថា hemato គឺសង់ encephalic គឺខួរក្បាលរបស់យើងទី1គឺ endothelium decapilla គឺសាលាអង់ដូតេយ៉ូមនៅក្នុងកាពីយាហ្នឹងគឺជា barrier ទី1ហើយឡាំបាសាល់ឬគេហៅថាមុំប្រាំនៅក្នុងសកលថាគេថាមុំប្រាំបាសាល់នៅកាពីយាហើយមួយទៀតគឺ chain astrocyte គឺជើងរបស់ astrocyte ដែលវាជាប្រឡងឆ្លងមួយទាំងមកនេះគឺជារូបភាពដែលតំណាងឲ្យ B គឺ barrier H គឺ hemato encephalic នេះគឺជាកាពីយាដែលយើងនិយាយថានេះគឺជាអង់សេហ្វារបស់យើងហើយនេះគឺជារបាំងអញ្ចឹងនេះគឺវាគឺជារបាំងនៃការពារនៃsubstanceការពារនៅខួរក្បាលរបស់យើងដែរនេះគឺជារូបភាពយើងឲ្យច្បាស់ថាហ្នឹងវាមិននេះគឺជាខាងក្នុងនេះគឺជាmembrane basal ខាងនោះជា cell endothelium ហើយនេះគឺជាmembrane basal ឬក៏ lam basal ហើយនេះគឺជា astrocyte cell network របស់យើងគឺជា astrocyte នេះយើងគូបអាកន្លែងនេះមកមើលឲ្យច្បាស់គឺសន្តិភាពខាងក្នុងគឺ endothelium ហើយបន្ទាប់មកទៀតគឺ lam basal ឬក៏ membrane basal ហើយនេះគឺជា astrocyte ឬក៏ប្រឡងសំង astrocyte ក៏បានដែរហើយយើងចូលដល់ substance ណាខ្លះដែលអាចឆ្លងកាត់ដោយ barrier hemato-encephalic នឹងបានទី1គឺ substance glucose គឺវាអាចចូលបាននៅក្នុង barrier នឹងទី2គឺ acid amine essential គឺ acid amine សារវ័នវាអាចចូលបានដែរដែលឆ្លងកាត់បានទី3គឺពពុះ electrolyte មួយចំនួនដែរពពុះ electrolyte គឺដូចជាពពុះ ion យើងដឹងថា electrolyte គឺជាពពុះ ion មួយចំនួនដែលអាចចូលបានហើយគឺជាទៀតគឺ substance lipophilic គឺជា substance ដែលវារលាយនៅក្នុងខ្លាញ់គេហៅថា substance lipophilic ហើយនឹងសំខាន់ជាងនឹងទៀតគឺ oxygen និង gas carbonic
cứ vì ai trong các là bàn bài giờ nông bàn không bây là vì ai trong các bán còn miên ở xa tiết khác mình ai trong các bán đấy thì mũi cứ DC metabolic cứ cả phần non metabolic tôi chia urea xin uric đáo cứ vì mình ai cho được không được bán thế bởi vì cho được bán viên nó thôi toxic từ đó neuron bao giờ này trong việc ai cho bán này cứ ba viên nâng chứ nhé khiang mình ao nâng cho bán thì phí cứ bộ toxic với chủng luôn giá trị toxic giá trị pol với chủng luôn này luôn bởi bạn tranh nâng hai cứ mấy đi cầm mong với chủng luôn cứ mình ai cho không ba bàn thế cứ viên chơi hydrosulfide cứ viên lên tập ban được không tập thế vì mình ai lên không phản ban trong việc ai cho cắt đi bài gì emato sẽ lên bàn đấy ai xong tham với chết cứ dùng potassium cứ viên mình ai cho bàn thế super mari prapang đó mình ai cho bàn đấy hai sum xong ở lớp đó chúng tôi xuống là off nhé thả tá tôi chồng nào xa chết được cuốn nè xa chết nạc lá để cho bán hay nạc lá mình ai cho bán thì bây giờ còn ta coi ai cho bán đấy có cho bán đấy nicotine disco nicotine rồi tôi nó cũng phải đặt mua ao nhưng đặt sai xem phục ba rồi có rồi phải làm hay rau disco rau ấy nam nhiên rau cực nam nhiên ta gắn cho ba đấy anesthesia nam sport nam từ đó ta gắn cho ba đấy cứ việc ai cho ban được không có cứ việc ai cho ban việc cho được không ba dân được ban ấy việc phơi dưới bắt cá cục rổ việc qua việc bắt từ nâng được tôi định ti được không neuron bao giờ hay nicotine những bạn đang ngay được không phải ai buộc nam nhiên này vì ai cho thuộc bài dân là phơi đương nhiên bắt việc ban được cứ việc ai cho được không thuộc ba bao giờ hay anesthesia cứ phụ tham từ đó là dân không thua xây xa gì từ việc các cô ấy đi ra tham từ đó chứ cái ra tham từ đó là bay từ blogของai vì chương trình chạm chứ xa chết đó cứ việc ai cho ban ấy đừng thua anh bắt qua từ nước function con neuron bao giờ là đưa cho ban duyên chẳng việc cho từ hai việc thua ai bắt qua từ nước niệm ti được con neuron bao giờ việc thua những bắt con niệm ti của chúng luôn việc bắt qua từ niệm ti con neuron tiền haiនេះគឺជារោគដែលត្រូវសរុបមកវិញពីដើមរហូតដល់ចប់គឺជារោគទី1នេះគឺខាងក្រៅនេះគឺនិយាយខាងក្រៅគឺអូពីក្រៅបន្តមកនេះគឺជា Silivaner យើងឃើញជាគៀវហើយនេះគឺជា RCA នេះរត់ RCA ហើយនេះគឺជា Oxypha របស់យើងហើយនេះគឺជា Flexicoroid ដែលនៅ lateral និយាយថា Flexicoroid ដូច ventricle lateral ទេហើយនេះគឺជា flexing coordinate crucial ventricle ការពិតវានៅខាងក្នុងឯង crucial ventricle វានៅក្នុងទី amplifier ហើយនឹង flexing វិញទៀតគឺ flexing coordinate ដោយកាត់ជាយើង ventricle ដែលវាស្ថិតនៅក្បែរ sepulchre ហើយនេះយើងថាវាផលិតមកហើយវាឆ្លងកាត់ទ្រូមួយវាផលិតចេញពី flexing coordinate ដោយ ventricle lateral នេះវាផលិតមកហើយវាឆ្លងកាត់ទ្រូមួយគេហៅ ទ្រូ de Monroឬក៏គេអាចហៅថា foramen anterventricular យើងអាចហៅថា foramen anterventricular ក៏បានដែរទ្រូលមករោបន្ទាប់មកវារត់មកចុះមកក្រោមទៀតតាមរយៈ aqueduct de Saint-Michel រត់ចុះមកតាមរុនមួយទ្រូមួយហៅថា aqueduct de Saint-Michel ហើយវារត់ចូលមកទៀតគឺឲ្យឈ្មោះទៀតថា Trou de Lusca ទៅមកបានវារត់ចូលមកតាមTrou de Majondy បានវារត់ទៅកាន់ RCA របស់យើងឲ្យរត់ទៅកាន់មេណាំងរបស់យើងទៅរត់ទៅកាន់មេណាំងរបស់យើងរត់កាន់មេណាំងរបស់យើងដែលវារត់មានចលនាពីគូក្បាលតាំងពីគូក្បាលរហូតដល់មេណាំងទៀតគូក្បាលរហូតដល់មួលទៀតរត់នៅមួលទៀតប៉ុន្តែខ្លួននេះកាត់យកតែត្រឹមក្បាលទេការពិតវារត់នៅក្នុងមួលយើងទៀតនៅក្នុងមួលយើងទៀតដែលមេណាំងយើងស្រោបទៅដល់មួលហើយនេះគឺជា reference តែនេះហើយអរគុណអ្នកនរគ្នាមានសំណួរអីអាចសួរបាន
chào nó bơ cơ cho cắt bèn nó bơ pan ban bơ của super Marie đại cái đại xe để nam phi vận bảy qua chiều giang lấy cái thang bây giờ anh chụp mang thì nên đây của ông cứ giang thì phải Marie phi vận bảy bên anh trong tuổi cái trăm bên ấy trăm đoàn giờ đủ sẽ cứ trên lại lần quanh hàng tha ơi chắc mày lại tha ơi đi kịp sẽ nóมีแบบพบมอบเป็นไซส์ชี้ไหมไอ้cho thay trẻ mà giờ mình để thay đặt lo bị kín đấy như thế này là trẻ nên cho thay trẻ hay lo bị kín đấy còn thì lại stop cái vì mình này là bên bởi ấy là nó không trong có bị tay trên tay ở con rất là nhưng ta vòng thì kia thì đẹp là sẽ rồi ai muốn không vòng thì kia nó bị mình flexi chẳng bây giờ đẹp là này vì mình flexi cô rồi ít rồi không vòng thì kia mình muốn nó vì mình flexi chẳng flexi nó chỉ đẹp là flexi cô rồi ít nó chỉ đẹp là sẽ chẳng bây giờ chỉ đẹp là vòng thì kia vì mình flexi cô rồi ít chẳng flexi cô rồi ít chỉ đẹp là sẽ phần đá miền lý kít nên miền cứ ao từ miền lý kít đừng lại nâng cứ đo miền lý kít đừng lại nâng cứ miền bài để chuồn đo về còn ngọn mũi chuồn rừng bài ai quay ở dây dê nâng như luôn từ được không miền Nam như đồ đo mua tiền nhóm lại protection mấy cái này còn ở sẽ nó cho thay ấy còn là vi quần lính to ta viết rồi 20 ml để rốt cho các espacio arachid giếng đó quần lính to ta viết còn tham rồi 20 ml để thay ấy ban chỉ vì ai cam bia bán ở lại mấy cái này và lại nữa vì miền lý kít ở dây tầm ra sang ml còn té lý kít ở dây vì nước nung miền Nam tiền vì nước không miền Nam tiền chứ đặc biệt là dân trôn một tí miền Nam đó lý kít nó cứ viên net tục ở áo cục bài dân nó ban được cái thì đôi chia đầm nào muối để phơi cái xong nó cứ việc mình ai đặc biệt trong ban thì không đá cứ việc mình ai phơi áo cục bài dân bọc từ nâng Omicron thì cho việc ở ai ban thôi mà tép và sân chia trôn một tí nó kháng cứ viên đây tập ban qua chứ trong tha vía liquid ở sẽ nâng ở bên không trời tham bờ sân chỉ miền viên nâng ọt vía hay trong nâng miền ấy là này vì ai tục tô nâng cam ban tập kịch nâng bàn viên ta viên cho room này ở sẽ viên cho room cà phê sống thuộc bài giờ viên cho room cà phê cái tham ọt vía cứ miền Pà Nhà ọt vía miền Pà Nhà tha viết chỉ niệm mỗi cà phê của bài dân rồi viên sòng tham cho đàn tha cà phê rồi một tỷ viết chỉ niệm đặc nô mà hai ao của bài giờ cho mà sang cho việc ọt vía bên đây tham mày bên đây tha dương nâng ai của bài dân nó ọt vía đây sầm rạp từ tôi đấy ở bên khi cô rồi cô ọt vía là hai làm cho mình oxygen gì đấy hay tiếp van thở ở sẽ nó bia rồi 20 ml nó bia thở ca stroke quanh đau ấy sinus venous cerebral hay cho bơ ở miền ấy passport đó sinus venous cerebral đây mình ai stroke vô liquid
ở sẽ nó bán ta vì mình họ bắt bỏ ấy hay ai chiên đòn ấy ấy vậy សំណួរនេះល្អព្រោះខ្ញុំទៅតែបើកសភៅឃើញថាបើសិនជានៅមានបញ្ហាយើងទៅឃើញក្មេងដែលកើតមកមានក្បាលធំឯងនោះគឺថាមានបញ្ហាកន្លែងហ្នឹងវាអត់អាចធ្វើយកបានអញ្ចឹងអាលីគីតហ្នឹងគឺវាចោលទៅនឹងវាចោលក្នុងខួរក្បាលយើងអញ្ចឹងគេហៅថា hydrocephaly គេហៅថា hydrocephaly គឺវាចោលឲ្យក្មេងនៃក្បាលធំចំពោះក្មេងវាប្រហែលវាអត់ទាន់បាត់ចិត្តទេអញ្ចឹងវា hydrocephaly ធំប៉ុន្តែវាអត់ប៉ះពាល់ទេប៉ុន្តែចំពោះអាដាល់តែមាន hydrocephaly គឺមានបញ្ហាធ្ងន់ធ្ងរពួកក្បាលរបស់យើងវារឹងហើយក្បាលយើងវារឹងវាបើវាចោលខ្លាំងអញ្ចឹងពួកក្បាលរបស់យើងប៉ះនឹងទីកាន់ខ្លាំងអញ្ចឹងយើងនឹងមានបញ្ហា ở trong những thang bay này đó làm xua phải hát thì sẽ khi bạn lượng lớn phòng ra như gì vì nó là khăn áo việt sẽ phải lên clip rồi anh cầm phơi trên này chứ sẽ ăn mỗi ngày một clip rồi ăn xong xa cả đâu thấy rồi là trên một clip thấy rồi đi rồi bay màu nó đó bạn mua coi thì khi tôi thực hành rồi của cả anh người ta thôi mình thẳng lên sầm non rồi cho tôi xong từ xây này anh lọt xuyên tôi không xin là bán cứ chỉ đi ban đầu nút có thể tận phá rồi mình đừng phải xong ăn ra ngay nhanh cần là cho nên anh họ có thì sẽ không lại khăn mà được bình bình nút cho sẽ không lại khăn khi như bạn cái đồ sẽ phải lý dự môi miền mù là hai chiếc chân và không sẽ không tuyệt đáng từ bạc cỡ hiện tại của xã hội ngố mình bình bình thì như bạn lần lang vé vừa thì không phải có là quá lớn trong một sân chi về vi tất cả là cứ phải xong ăn ra càng nhẹ càng càng phong sinh con cứ qua dưới từ ở mặt thì nó phong trong địa bàn thì cái này cũng phải xong cả là tăng về mà con phải xong mà thằng đã qua những rồi cái phải xong cả là như mình ai cho mình ai mình phải nhắc cuộc tiệc tôi qua những miền bắc hậu nhà miền thu ai từ nhà của lạc sĩ rồi thì của ba là chỗ phong bắc quan trở thành mỗi chỗ giờ ở ai bắc giờ hai bên nam đó chỉ biết dương đó là phải xong ăn ra những cái là thì ក្នុងមេណាមរីតគេវាគេឲ្យគឺអាចមានបោកាហើយនៅពូលិតសំហូហើយនៅពូផ្អែកទៅលើទីកណ្ដាលមេណាមរីតមានលិតសំហូគេអាចបងខ្ញុំយកទឹកមកបើវិភាគតើទឹកហ្នឹងមានស្អីខ្លាំងពូផ្អែកទៅលើកម្ពស់សំរបស់លីគីតកណ្ដោគេអាចដឹងថាតើមូលហេតុកជាស្អីជាអាចមានអ៊ីពេតងសំឬក៏អ៊ីប៉ូតងសំផ្អែកទៅលើណាត់ទីដែលវាអាចបោកាស្អីលក្ខណៈអើស្អីគឺកន្លែងនោះឆ្អឹងយើងឲ្យអស់ទៅនេះកន្លែងបងក្នុងយើងអាចមាននីវ៉ូជាច្រើនតែនីវ៉ូដែលនិយាយជាងគេគឺកន្លែងឆ្អឹងចង្កេះនេះបូមហើយហ្នឹងយើងមាននៅកន្លែងកកនេះក៏គេអាចបូមដែរប៉ុន្តែ risk ភាគច្រើនគឺងាយចាក់ជាងគេគឺឆ្អឹងគីបងណាអស់ហើយអង្គដូចទៅយមយើងសួរចង់ធ្វើថាកន្លែងឆ្នាំ anesthetic មិញហ្នឹងវាមាន effect មិនហើយមិនហើយយ៉ាងវាចូលអាចចូលដល់ BHE ហ្នឹងបាទនិយាយថា anesthesia នេះវាអាចចូលទៅកាន់ផ្នែក hematocephaly បានដោយសារតែពពុះឆ្នាំ anesthesia ហ្នឹងគឺពពុះឆ្នាំដែលវារលាយនៅក្នុងខ្លាំងអញ្ចឹងពពុះឆ្នាំសន្សំវារលាយក្នុងខ្លាំងអញ្ចឹងវាអាចឆ្លងកាត់នៃបាននិយាយ hematocephaly យ៉ាងបានដែលវាធ្វើឲ្យfunction របស់ neuron របស់យើងហ្នឹងវាមានបញ្ហាវាមានន័យថាឧទាហរណ៍យើងចាក់ទៅហ្នឹងវាទៅប្លុកអញ្ចឹងយើងអត់មានការឈឺចាប់ទេដោយសារតែ anesthesia ហ្នឹងវារលាយនៅក្នុងខ្លាំងអញ្ចឹងវាអាចចូលទៅក្នុងអាហ្នឹងបានដែលធ្វើឲ្យវាបាត់បង់នៅ function របស់ neuron ហើយតែ liposulip ចូលបានទាំងអស់ហើយតែ liposulip គឺចូលបានអង្គដូចតែយមហ្នឹងគឺការប៉ັດវានៅក្នុងកម្ពុជាទេវាដែលកម្ពុជាវាក៏ជាមានអង្គដូចតែយ៉ាងអង្គដូចតែយមហ្នឹងវាមានវានៅក្នុងកម្ពុជាអញ្ចឹងព្រោះកម្ពុជាគឺមានអង្គដូចតែយមហើយម៉ែថប់ពីដល់ទៅចុះកាអ៊ីដុំអស់មិនត្រូវរត់ចូលក្នុងឈាមដើម្បីចែកចាយតាមឲ្យអត់ទៅចែកចាយដើម្បីឲ្យមានមីក្រូមួយនេះត្រូវបានឲ្យអ៊ីយ៉ុំនឹងឲ្យការបូកមិនក៏ចូលអត់បានអញ្ចឹងមិនដឹងជានៅរោមត្រូវការនឹងមើលអាវាខានឲ្យចូលមិនទៅសំណួរនេះល្អមែនតើខ្ញុំចង់បានសភៅមើលដែរថា
vì dịch túi tới cứ bài dân nó việc ao potassium cho bán này tại sao ấy tại sao ta xử lý lòng đôi tiêu dùng nó việc miên tùng niên tiên vô được potassium tiêu dùng potassium con tay potassium cho bán lúc ra tay miền pom cứ chuyện điện tay tiên việc bán của thà ấy việc tiên bán được sao là việc pra ATP việc pra ATP trong pom nó việc tiên vô potassium cho luôn chừng bán chấm tầm ra ca được không